500របស់ម៉ាសានវាមិនច្រើនទេតែរឿងចែកលុយគឺត្រូវតែច្បាស់លាស់កុំឲ្យខូចទម្លាប់ពួកឯងចាត់ទុកអញជាអ្នកអតីមែនទេហាសអញជាបងខ្លាយឯងមែនអត់ត្រូវជាបងបង្កើតវាទៀតមែនអត់បើនៅតែប្រកែកទៀតអញខឹងមែនទែនហើយវើយជីវជួកំពុងជំពាក់បំណុលគេលុយដុំធំនេះគឺទុកសម្រាប់ធ្វើបុណ្យសពម៉ែយើងទេធ្វើជាបងគេតែគ្មានកំណើតអញ្ចឹងបំណុលនេះអញក៏ត្រូវមានចំណែកសងដែរបើនៅតែញាត់លុយឲ្យអញទៀតប្រយ័ត្នអញមុំម៉ៅហ្មងទៅអើមែនហើយប្អូនថ្លៃឯងនៅមិនទាន់ប្រាប់អញឲ្យអស់សាច់នៅឡើយទេណាក្នុងកញ្ជើនេះមានលាក់ស្អីគេនឹងតាំងពីដើរចូលផ្ទះមកអញសូតែសំឡេងរើក្ដុកក្ដាក់រហូតហ្មងឥឡូវគ្មានអ្នកដតីទេឆាប់បើកឲ្យអញមើលបន្តិចមកអញចង់ដឹងណាស់អញមិនទៅចាប់ត្រីជាមួយអញទេបែរជាសុកចិត្តទ្រាំរងាព្រៅធ្លាក់ដើម្បីទៅរករបស់មានតម្លៃអីនៅក្រៅហ្នឹងគ្មានអីទេគ្រាន់តែឡើងភ្នំរកសាច់ព្រៃបន្តិចបន្តួចនឹងណាណែយកទៅយីអាយ៉ានេះអញល្ងាច្រឡំភ្នែកមែនទេវើយនេះសត្វមាន់ព្រៃចុះទន្សាយព្រៃដ៏ធំនេះទៀតទន្សាយធាត់ធំអញ្ចេះយ៉ាងហោចណាស់ក៏2 ទៅ 3 គីឡូដែរតើព្រះអើយនៅខាងក្រោមសុទ្ធតែផ្សិតព្រៃផ្ទាំងធំលំដាប់លេខ1ហ្មងបងធីជូព្រៅធ្លាក់ខ្លាំងថ្នាក់នឹងតើបងទៅរករបស់មានតម្លៃអស់នេះមកពីណាទៅចាប់ត្រីក្នុងទន្លេបានលុយយឺតណាស់ថ្ងៃនឹងខ្ញុំដើរលេងក្នុងព្រៃចៃដន្យអីប្រទេសឃើញក៏ចាប់យកមកតែម្ដងទៅចាប់យកមកតែម្ដងអញនិយាយអញ្ចឹងប្រយ័ត្នគេវីបែកមាត់វើយមាន់ព្រៃនេះជារបស់កម្រណាស់សហករណ៍ទិញយ៉ាងហោចណាស់ក៏3 រៀលដែរប៉ុន្មានឆ្នាំនេះចិត្តដាច់ពូជបាត់ហើយរបស់ល្អអញ្ចេះបើយកទៅលក់ឲ្យសហករណ៍អាកាសធាតុត្រជាក់ព្រៅធ្លាក់ចឹងឯងយូររបស់ល្អអីមកហ្នឹងអាយ៉ានេះជាបាសីនីខុសតើឯងទៅរកបានពីព្រៃចាស់ឯណារបស់នេះឥឡូវកុំរកបានណាស់វើយរកស្អីប្អូនថ្លៃខ្ញុំគេជូនខ្ញុំតើស្អីគេ2 ថ្ងៃមុនទើបតែជូនត្រីមួយកន្ត្រកធំមកផ្ទះឯងថ្ងៃនេះជូនបាសីនីខុសទៀតប្អូនថ្លៃឯងចិត្តធំមកវើយធ្វើម៉េចប្អូនថ្លៃខ្ញុំគេអស់ចាចឹងគេជាមនុស្សមានអនាគតខ្ពស់ចាំខ្ញុំលួចប្រាប់រឿងសម្ងាត់មួយចុះឥឡូវខ្ញុំនឹងប្អូនថ្លៃរកស៊ីបោះដុំត្រីឲ្យសហករណ៍មួយថ្ងៃរកបានដល់ទៅ100 រៀលឯណោះតែអ្វីដែលពិបាកចិត្តបំផុតនោះគឺប្អូនថ្លៃខ្ញុំចេះតែបង្ខំចែកលុយខ្ញុំពាក់កណ្ដាលមិនយកក៏មិនបានហ៊ានតែប្រកែកគេខាងទៀតហ่ะពិបាកចិត្តដល់ហើយអញបងទេជូបងអញទៅរកបានទូខោអាវធំស្អាតតាក់ភ្នែកបែបនេះពីណាគៀណែនេះជាស្នាដៃបងកាប់ឈើពូកដាធ្វើខ្លួនអញផ្ទាល់ហ្មងណាស្នាដៃបងអញពិតជាមិនធម្មតាមែនបងពិតជាប្រុសដើមទ្រូង5 ហាត់ពូកែជាងគេលើលោកហ្មងរឿងពូកែវានៅមានបន្តទៀតអូនចាំមើលចុះកូនសំណប់ចិត្តស៊ីឲ្យឆ្អែតទៅណាតិចទៀតចាំបងមកប្រមូលយកភ្នំហើយស៊ីហ្វឺនេះពិតជាកន្លែងកប់កំណប់មែនសំលេងអីហ្នឹងកុំប្រាប់ណាថាប៉ះចំសត្វព្រៃក្បាលធំហើយនោះម៉ែអើយអេហ្មងសត្វក្តានធំនេះគ្រាន់តែនៅជីព្រៃក្តានភ្នំដ៏ធំមួយនេះជារបស់កម្រនិងមានតម្លៃបំផុតប្រចាំភ្នំនេះហើយគិតតែសាច់វាក៏លក់បានថ្លៃក៏ពុកដែរពិសេសគឺគ្រឿងក្នុងនិងតម្រងនំវានឹងហ្មងរបស់ទាំងនឹងជាថ្នាំពៅកម្លាំងលេខ1ដែលគេដណ្ដើមគ្នាទិញបើចាប់អាធំនេះបានយកទៅវិញដឹងតែលក់បានលុយគីបធំហើយអេមហើយអាសម្លាញ់ឲ្យអញរត់មិនរួចទេតែរូបរាងធំឡើងប៉ុន្មាន100 គីឡូអញ្ចឹងបើពឹងតែលើកាំបិតព្រៃមួយនេះដឹងតែមិនឈ្នះទេអាសម្លាញ់នេះបើកាលណាតែវាផ្អើលរត់គឺលឿនដូចហោះឲ្យតែខុសដៃតែបន្តិចដឹងតែបាត់ស្រមោលឈឹងហ្មងធម្មតាក្តានប្រភេទនេះតែងតែរស់នៅជុំគ្នាជាហ្វូងតាមដានស្នាមជើងវាតាមនេះទៅច្បាស់ជាជួបកន្លែងដែលពួកវាជុំគ្នាជាប្រចាំមិនខានអេហ្មងរកឃើញសម្បុកវាហើយរកឃើញសម្បុកវាហើយវ៉ាបានរង្វាន់ធំហ្មងតាទន្សាយព្រៅធំបែបនេះមិនងាយរកបានទេប្អូនប្រុសយកសាច់ព្រៃមកលក់មែនទេខ្ញុំជាអ្នកគ្រប់គ្រងហាងនេះឈ្មោះជីនយូឆាយសួស្ដីលោកប្រធានជីនខ្ញុំឈ្មោះចាំងធីជូជាតិមុនពួកយើងស្និទ្ធដូចបងប្អូនបង្កើតអញ្ចឹងតែចុងក្រោយលោកក៏មានវាសនាមិនល្អដែរជាតិសាសន៍នេះខ្ញុំត្រូវតែកែប្រែវាសនាឲ្យតតែបានប្អូនធីជូខ្ញុំមើលមួយផ្លែតដឹងហ្មងរបស់នៅលើតនេះសុទ្ធតែជារបស់អេមទាំងអស់មិនបាច់និយាយដល់មន់ព្រៃនឹងទេតតែធំហើយធាត់បែបនេះទើបខ្ញុំឲ្យតម្លៃ3 យ៉ន់ក្នុងមួយចិនឯទន្សាយព្រៅនេះវិញក៏មិនធម្មតាដែរសាច់ណែនល្អណាស់ខ្ញុំគិត2 យ៉ន់ហ្មងទៅសត្វព្រៃនេះក៏កប់សេរីដែរទងធំសាច់ក្រាស់ខ្ញុំឲ្យ8 កាក់ក្នុងមួយចិនចុះសរុបរបស់ព្រៃទាំងអស់នេះវ៉ាន់ព្រៃទាំងអស់នេះគិតសរុបទៅគឺ45 រៀល 5 កាក់អូនឯងមើលតម្លៃនឹងយកបានអត់
អ្នកគ្រប់គ្រងជីនឲ្យតម្លៃត្រូវចិត្តមកយកតាមបងចុះម្យ៉ាងទៀតខ្ញុំនៅមានត្រីធំច្រើនទៀតមិនដឹងថាបងអាចមកយកទាំងអស់បានអត់ទេខ្ញុំឮថាសហករណ៍ទិញលក់គេមានកិច្ចសន្យាទិញត្រីពីប្អូនអញហើយតើបើខ្ញុំនៅតែរឹងតឹងលូកដៃចូលពួកសហករណ៍ច្បាស់ជាមិនសុខចិត្តទេដល់ពេលនោះគេច្បាស់ជាទម្លាក់កំហុសឲ្យខ្ញុំមិនខានអញ្ចឹងសុំទោសផងណាត្រីនេះពេលនេះខ្ញុំពិតជាទទួលទិញមិនបានមែនអូរឿងវាអញ្ចឹងសោះមិនអីទេបងមកពីខ្ញុំគិតមិនបានដិតដល់ប្អូនធៀបជូចរិតប្អូនឯងត្រូវដងខ្ញុំហ្មងទៅថ្ងៃមុខយើងគឺជាបងប្អូនធន់នឹងគ្នាហើយបើទំនេរមកជែកគ្នាលេងនៅទីនេះមកសប្បាយតើហាហាយកព្រមបងដល់ពេលនោះបងជីនកុំធុញថាខ្ញុំចេះតែមករំខានទៅបានហើយនេះបងស្រឡាញ់រាប់អានឯងស្ទើរមិនតាន់ផងឲ្យតែឯងមិនប្រកាន់ដែលបងជាមនុស្សនិយាយត្រង់ទៅបានហើយលីវតាខ្វីលោកប្រធានជីនដាក់អីវ៉ាន់ចុះហើយប្រញាប់ហៅគេមករាប់ចំនួនមកលីវតាខ្វីឯងមកនេះបន្តិចហិតមើលនេះជាក្លិនស្អីគេសាច់ជ្រូកនេះស្អុយអស់ហើយមេឃត្រជាក់ចឹងសោះមិនក៏ទុកសាច់ឲ្យស្អុយបាននេះឯងយកសាច់ទៅទុកក្នុងបន្ទប់ព្រឹកចំហាយពេញមួយយប់មែនទេក្លិនជូរអន្លក់ចឹងតើឲ្យឯងយកទៅឆាមិនកើតចប់ហើយឯងយប់មិញលេងវាជក់ចិត្តពេកទម្លាក់សាច់ចោលក្នុងបន្ទប់ព្រឹកចំហាយភ្លេចលើកដាក់ឡានវិញទៅជូរចឹងអេហាំស្អុយឯណាគ្រាន់តែចេះក្លិនបន្តិចបន្តួចតើគ្មានអីទេគ្រាន់តែដាក់គ្រឿងទេសឲ្យច្រើនបន្តិចទៅរួចរំងាស់ភ្លើងខ្លាំងទៅស្រួលបួលបាត់ហើយស៊ីទៅមានអ្នកណាដឹងរសជាតិទៅបងជីនលើកនេះខ្ញុំរៀបចំមិនបានល្អទេសូមបងយកយល់ផងចុះលើកក្រោយបើមានអីវ៉ាន់ល្អខ្ញុំនឹងដឹកមកឲ្យបងមុនគេហ្មងអាមួយនេះច្បាស់ជាចង់បន្លំហើយបងស៊ីនលើកនេះដូចត្រូវគេដាក់អាំងលើភ្លើងអញ្ចឹងអាមួយនេះពេញមួយភូមិនេះមានឡានដឹកសាច់តែមួយនឹងទេបើឆ្លោះគ្នាអីវ៉ាន់ដឹកមិនបានហាងបាយខ្ញុំច្បាស់ជាត្រូវបិទទ្វារហើយបងជីនសាច់ស្អុយយកមិនបានទេបើគេស៊ីស្លាប់ត្រូវជាប់គុកណាបើបងខ្វះសាច់ស្អែកខ្ញុំដឹកមកឲ្យធានាថាគ្រប់គ្រាន់សម្រាប់ហាងបងហ្មងបើវាហ៊ានយកអីវ៉ាន់មកគំរាមបងដេញក្បាលវាចេញទៅអាមួយនេះចេញមកពីណាវើយអញជាស្អីបានជាហ៊ានមកប្រាប់អញកុំឲ្យលោឡាហាហ៊ានដេញអញឲ្យចេញទៀតផងទីផ្សារខេត្តនៅឆ្ងាយពីនេះតែប៉ុន្មានគីឡូតើបើកឡានកន្លះម៉ោងដល់ហើយសាច់ជ្រូកនេះស្អុយអស់ហើយមើលទៅដឹងថាលាក់ទុកចោលមួយយប់ជាងនេះបញ្ជាក់ថាឯងទៅយកអីវ៉ាន់តាំងពីម្សិលមិញតែល្ងាចនេះទើបដឹកមកដល់ប្អូនធីជូហាងបាយបងមួយថ្ងៃត្រូវប្រើសាច់យ៉ាងតិច100គីឡូប្អូនពិតជារកបានច្រើនអញ្ចឹងមែនទីនេះជូនគ្មានបញ្ហាទេបងអ៊ូដអញ្ចឹងអត់ខ្លាចចោលអណ្ដាតទេអីបើឯងរកបានមែនអញសុកចិត្តឲ្យឯងថាលោកតាហ្មងទោះឯងខំរត់មកហើយថាលោកតាក៏អញខ្ពើមមានចៅអន់ដូចឯងដែរឯងអាចចង្រៃនេះសាច់ស្អុយនេះខ្ញុំដាច់ខាតមិនទទួលយកទេឯងអ្នកបង្ករឿងទៅដោះស្រាយខ្លួនឯងទៅបើអញនៅតែធ្វើក្តីអត់ក្តោបអញ្ចឹងទៀតគិតតែពីលេងល្បែងខាត់ការអស់កុំបន្ទោសអញបើថ្ងៃក្រោយអញលេងរាប់អានឯងគីមយូឆៃអញហ៊ានកាត់កាល់អញព្រោះតែអ្នកក្រៅអញ្ចឹងហ៎ខ្ញុំធ្វើតាមច្បាប់ទម្លាប់មកពីអញរកក្តីស្លាប់ខ្លួនឯងទេប្រញាប់ដឹកសាច់ស្អុយនេះចេញភ្លាមកុំមកទើមុខទើមាត់ចង្រៃយៈពួកហែងចាំមើលរឿងនេះមិនចប់ត្រឹមនឹងទេប្អូនធៀបជូបងទើភ្នែកនឹងអាលីវតាខ្វីនឹងយូរហើយគិតតែពីលេងល្បែងធ្វើឲ្យខូចការធំអស់ហ្មងបើប្អូនពិតជាអាចរកសាច់100ជីននឹងបានមែនបងនឹងឲ្យតម្លៃខ្ពស់កប់ពុកហ្មងបងគីមដាក់ចិត្តឲ្យស្ងប់ទៅរឿងប៉ុណ្ណឹងសម្រាប់ខ្ញុំដូចគ្រាន់តែលើកដៃអញ្ចឹងបងគីមបើបងចង់បានត្រីកុំថាឡើយ100ជីនសំបី300ជីនក៏ខ្ញុំរកឲ្យបងបានដែរអូយម៉ែអើយមិនក៏បងប្អូនយើងមិនបានស្គាល់គ្នាលឿនជាងនឹងទៅណោះមួយរយៈនេះបានបងអញជួយសុទ្ធតែរបស់ល្អហ្មងអញ្ចឹងជួយចាត់ចែងរឿងសាច់នឹងឲ្យខ្ញុំបន្តិចទៅណាចំណែករឿងត្រីវិញចាំខ្ញុំទៅនិយាយជាមួយខាងសហគមន៍ដោយខ្លួនឯងបងធៀបជូដៃបងអញពិតជាអស្ចារ្យមែនមិនក៏ម្ហូបនេះឈ្ងុយឆ្ងាញ់ម្ល៉េះឲ្យតែអូនចូលចិត្តញ៉ាំទៅបានហើយចាប់ពីពេលនេះទៅបងនឹងធ្វើឲ្យអូនញ៉ាំរាល់ថ្ងៃហ្មងត្រូវហើយប្អូនថ្លៃថ្ងៃក្រោយបងនឹងមកញ៉ាំបាយផ្ទះឯងរាល់ថ្ងៃមិនខានគ្មានបញ្ហាទេញ៉ាំឲ្យតែមួយឆ្អែតទៅបងធៀបជូបងពិតជាល្អណាស់